Chào mừngបងប្អូន Welcome back to my channel Go with Soya ចឹងថ្ងៃនេះយើងនឹងហ៊ានធ្វើនំប៉័ងញ៉ាំទាំងអស់គ្នានៅផ្ទះដែលគ្រឿងផ្សំសម្រាប់ការធ្វើនំប៉័ងហ្នឹងមានដូចជាម្សៅនំប៉័ងទឹកដោះគោស្រស់ស្ករសប៊ឺមេឡើងអំបិលជាមួយនឹងពងមាន់តើតើជាមួយនឹងការធ្វើពុកម៉ែបងប្អូនត្រូវយកទឹកដោះគោទៅកម្ដៅនៅលើភ្លើងអ៊ុនៗជាមួយនឹងស្ករសចាក់ចូលគ្នាហើយបន្ថែមជាមួយនឹងប៊ឺបន្ទាប់មកហើយនៅពេលដែលទឹកគោយើងចុះមកសីតុណ្ហភាពធម្មតាពុកម៉ែបងប្អូនត្រូវបន្ថែមជាមួយមេនំប៉័ងចូលទៅក្នុងនឹងអញ្ចឹងយើងកូរវាឲ្យសព្វនៅពេលដែលយើងកូរសព្វហើយពុកម៉ែបងប្អូនត្រូវមកលាយជាមួយនឹងម្សៅនំប៉័ងរបស់យើងវិញអញ្ចឹងយើងត្រូវកូរច្របល់ជាមួយនឹងម្សៅនំប៉័ងឲ្យបានស្អិតល្អហើយយើងធ្វើមិនក៏ដោយឲ្យម្សៅហ្នឹងគឺស្អិតល្មួតចូលគ្នារហូតទាល់តែវាលែងជាប់ជាមួយនឹងដៃយើងមកយើងត្រូវលុញម្សៅហ្នឹងឲ្យទៅជាដុំមូលហើយយើងសម្រែកម្សៅហ្នឹងរយៈពេល1ម៉ោងឲ្យវាឡើងបានល្អសិនបន្ទាប់ពីយើងរក្សាទុកបាន1ម៉ោងទៅ2ម៉ោងហើយយើងអាចយកនំប៉័ងហ្នឹងទៅកាត់ជាដុំទៅតាមទម្ងន់ដែលពុកម៉ែបងប្អូនចង់បាននិងរក្សាទុកម្ដងទៀតពី1ម៉ោងទៅ2ម៉ោងទៅតាមជាក់ស្ដែងបន្ទាប់មកយើងយកម្សៅទៅលុញឲ្យសំប៉ែតនិងសូនទៅជារូបរាងនំប៉័ងតាមដែលពុកម៉ែបងប្អូនចង់បានតើតើជាមួយនឹងសីតុណ្ហភាពគឺយើងដុត180អង្សារយៈពេល15នាទីអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះជឿជាក់ជាមួយខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនអរគុណ